Ngày nayនឹកឃើញមានអារម្មណ៍ថាចង់ហូបបុកល្ហុងក៏ដើរមកបេះល្ហុងនៅក្រោយផ្ទះដើមល្ហុងខ្ញុំហ្នឹងវារាងខ្ពស់ដែរតែចេះស្នាងបានឈរលើលបងអ្នកចិត្តខាងបេះខំអីបេះអត់ដល់ទេបេះល្ហុងហើយក៏ចុះមកបេះតកួនពួកអីបុកល្ហុងជាមួយតកួនគឺឆ្ងាញ់ណាស់បងប្អូនអើយតកួនខ្ញុំក្រោយផ្ទះនេះគឺពពួកអាតកួនឆ្លក់ទឹកណាត្រូវនឹងមេឃប្រហែលថ្ងៃហ្នឹងវាភ្លៀងរាល់ថ្ងៃផងតកួននឹងឡើងខ្ចីលហកហ្មងបេះមកបានមកបាច់ធំដែរហើយរំលែកបន្តិចយកមកបុកល្ហុងបន្ទាប់មកក៏ច្រកថងស្របថងទុកដើម្បីឆាតែមិនដឹងថ្ងៃណាបានឆាទេព្រោះឥឡូវហ្នឹងវាអត់ទាន់មានអារម្មណ៍ចង់ហើយដើររអានរេបុកល្ហុងហ្នឹងមិនដឹងទៅណាទេបងប្អូនហើយដើររទ្រាំមកឃើញហើយតកួនបុកល្ហុងជាទូទៅគឺយើងសក់បងប្អូនចាសក់វាស្ដាងប៉ុន្តែដល់សក់បាន1មេឃ2មេឃទៅមានអារម្មណ៍ថាអូយហត់ហើយខ្ជិលណាស់ហើយក៏សាប់ទៅសក់ច្រឡំសាប់ល្ហុងបុកពួកអីម៉ោង2 10កន្លះហើយមានអារម្មណ៍ថាឃ្លានខ្ញុំឲ្យតាហូបអីយឺតហើយមានអារម្មណ៍ថាឃ្លានជ្រុលអញ្ចឹងដៃខ្ញុំគឺដឹងតែញ័រហើយដោយសារក្នុងខ្លួនខ្ញុំហ្នឹងគឺមានជំងឺមួយយ៉ាងគឺពពួកគេហៅថាកលែនស៊ីរ៉ូអ៊ីតបងប្អូនកលែនស៊ីរ៉ូអ៊ីតនឹងនៅកន្លែងបំពង់កអ្នករៀនពេទ្យគឺប្រកាសជាស្គាល់ជំងឺមួយមុខហ្នឹងហើយតែបើអ្នកអត់រៀនពេទ្យគឺប្រហែលជាអត់ស្គាល់ទេដោយថាយើងគេងអត់គ្រប់គ្រាន់ឬក៏ញ៉ាំយឺតអីអញ្ចឹងគឺដឹងតែញ័រដៃហើយផឹកកាហ្វេក៏អត់បានដែរឥឡូវបុកល្ហុងខ្ញុំជាមួយនឹងពងទា3គ្រាប់ចាបងប្អូនអើយឆ្ងាញ់មែនទែនហ្មងនិយាយមែនខ្ញុំកម្រទិញបុកល្ហុងគេហូបព្រោះគេបុកវាអត់ត្រូវមាត់យើងណាហើយយើងបុកខ្លួនឯងគឺឆ្ងាញ់ហើយអត់អស់លុយអីល្អអនាម័យទៀតហើយខ្ញុំហូបអីក៏ដោយគឺតែងតែមានបាយទ្រាប់ពោះបើមិនចឹងទេគឺនៅតែឃ្លានចឹងហើយបុកល្ហុងជាមួយពងទាគឺឆ្ងាញ់មែនទែនបានពងទាកូនរឹតតែល្អទៀតហើយ